បាទនេះគឺជាកដលមេបារបស់យើងនេះមេបាអានេះគឺជាបាបាទនេះបងកដោអូខេបាទមេបានេះទម្ងន់1គីឡូបាទវានេះអាយុទើបបាន3ខែបងប្អូនណា3ខែបាន1គីឡូអញ្ចឹងយើងអាចសាក់ថ្លឹងមើលបងប្អូនណាយើងដាក់ជីងថ្លឹងមើលនេះបាទឃើញទេ1គីឡូជាងទេបាទបារបស់វា1គីឡូអានេះទើបបានអាយុ3ខែទេអញ្ចឹងតម្រាំដែលយើងចំបាន1ឆ្នាំអីប្រហែលយកជា1គីឡូជាងណាគីឡូ2គីឡូ3អញ្ចឹងណាបាទអញ្ចឹងកដលយើងធំៗមិនមែនទូចៗបងប្អូនណាមិនកដលតាមស្រុកស្រែកដលតាមគុំព្រៃទេបាទមេបាគឺមានទម្ងន់ចាប់ពី1គីឡូឡើងទៅហើយបងប្អូនគាត់ចេះឆ្ងល់ថាចំកដលនោះមានទីផ្សារអត់បាទកដលប៉ុណ្ណេះមានទីផ្សារបងប្អូនដោយសារគេយកទៅខ្វាយបាទយើងឃើញគេហោះលក់កដលខ្វាយអត់1គីឡូនេះទម្ងន់ប្រហែលនេះហ្នឹងបាទកូនជ្រូកហ្នឹងកូនជ្រូកកាត់មកប៉ុណ្ណឹងបាទអញ្ចឹងយើងអាចយកជីកដលខ្វាយឥឡូវនេះពេញនិយមបងប្អូនណាកដលខ្វាយកាយបន្តិចបាទទីផ្សារអត់ប្របាក់ទេបងប្អូនណាកដលលក់គេអត់បានណាដោយសារទី1យើងទុកធ្វើមេបាពូជបន្តហើយយើងអាចធ្វើជីកដលខ្វាយបងប្អូនថាក៏ចូលចិត្តហូបណាមិនទូចបងប្អូនណាឃើញទេបាទមិនទូចទេធំធំមែនតើបាទអញ្ចឹងឈ្មោះប៉ុណ្្នឹងហើយបាទវាតម្រាំមេទៀតឥឡូវខ្ញុំចាប់មេឲ្យមើលមួយទៀតបាទនេះជាកដលមេបាទមេអានេះមេផើបងប្អូនណាមេផើយើងមើលមិនតែផើគេធ្លាក់ដោះណាមេនេះប្រហែលជាក្នុងអាទិត្យហ្នឹងអាចជាតម្លាក់ហើយបាទផើមកឡើងក្បាលដោះហើយបាទអញ្ចឹងមេផើនេះទម្ងន់ប៉ុន្មានបាទយើងថ្លឹងមើលឲ្យបងប្អូនមើលបាទ8ខានជាងណាមេនេះទើបកូនបាន1ខែឥឡូវវាផើមចិត្តកូនទៀតហើយបាទអញ្ចឹងទម្ងន់វា8ខានជាងហើយដោយសារមេនេះវាទើបកូនដែរទេកាច់នេះໄວកាច់បងប្អូនណាកាច់យើងអត់ដែរលេងមួយវាហ៎ដល់អញ្ចឹងកាច់យើងដែរលេងមួយវាអញ្ចឹងវាកាច់តិចវាផ្អើលកាមេរ៉ាបាទអញ្ចឹងវាផ្អើលកាមេរ៉ាដល់យើងកាន់លេងហងៃស្អីបានទេបងប្អូនណានេះជាកណ្ដុរមេបាទឥឡូវខ្ញុំចាប់ទ្រុងមួយទៀតឲ្យបងប្អូនមើលអានេះមេបាវាទ្រុងផ្សេងអញ្ចឹងមានមេបាតាមផ្នែកមួយផ្សេងគ្នានេះបាទ្រុងមួយទៀតអានេះបានេះវាមានចេះបានេះបាល្អដោយសារវាមានហៅថាមានសញ្ញាយើងស្រួលមើលដោយសារវាមានជើងសទាំង4កតុយចលក់ទៀតណាមានអញ្ចឹងដែរពូជវាណាបងកដោនេះឈ្មោះអញ្ចឹងវាចលក់ជើង4កតុយចលក់មួយទៀតបាទហើយមើលរួមវារោមក្រហមប្រែងខ្មៅ3 4ឈាមកដលនេះទម្ងន់វាចូលចិត្ត9ខាំហើយឥឡូវយើងដាក់ថ្លឹងមើល9ខាំជាង1គីឡូ9ខាំជាងណាអញ្ចឹងវាអាចទៅដល់1គីឡូជាងហើយដោយសារនេះយើងដាក់ចំណីវាស៊ីទេវាសឹកតន់ដល់អញ្ចឹងវាជន់មេច្រើនពេកកាលមុន1គីឡូឥឡូវវាជន់មេច្រើនវាធ្វើការធ្ងន់ដោយសារពូជល្អកូនច្រើនណាបាទហ្នឹងយើងដាក់ប្រកាសបានកូនច្រើនណាកូនវាសុទ្ធតែលូកកតុយបាទត្រង់ខ្ញុំមួយសុទ្ធតែចិត្ត1គីឡូបងប្អូនណាបាទឥឡូវយើងមើលបាត្រង់មួយទៀតបាទត្រង់សាច់ចម្រាញ់ធំទាំងអស់អានេះក៏ធំដែរបាទ3ខែដែរណាធំអានេះវាស៊ាំណាឃើញទេចូលចិត្តកាមេរ៉ាហើយយើងដាក់ថ្លឹងចូលឡើងជីងឡើងជីងប្រហែលហើយអូ1គីឡូខ្វះតិចសើបាចម្រាញ់ល្អបាទហ្នឹងបា3ខែបាន1គីឡូបងប្អូនណាហើយកូនវាក៏ធំហើយកូនវាយើងចំតាមបាន2ខែជាង1គីឡូហ្នឹងបាទណាឃើញទេកាលណាចំយូរទៅវាសាំងជាមួយយើងកាន់លេងអញ្ចឹងណាហើយស្រួលបងប្អូនហើយ